ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះដែរគឺខ្ញុំចង់បង្ហាញពីរបៀបកាត់ម៉ូដស្លឹកកអាវដែលមានស្មាសម្យ៉ាងចែកបងប្អូនចាអញ្ចឹងមុននឹងកាត់ដៃអាវនឹងបានគឺបងប្អូនត្រូវមានពុម្ពសិនពុម្ពធម្មតាដូចខ្ញុំអញ្ចឹងសិនណានេះពុម្ពរបៀបដែលយើងគូសជាទម្រង់កអាវចាមានពុម្ពធម្មតាអញ្ចឹងសិនចាហើយមុននឹងយើងគូសទម្រង់ស្មាសម្យ៉ាងបានតើតែបងប្អូនមើលទម្រង់កអាវសិនសម្រាប់កអាវរបស់ខ្ញុំគឺប្រភេទកអាវជាបេះដូងជាមួយទៀតគេហៅកអប្សរាហ្នឹងគូសទម្រង់កអាវហ្នឹងសិនបានបងប្អូនគូសស្មាសម្យ៉ាងបានចាបងប្អូនមើលទម្រង់ដែលគូសសិនទៅបានយើងអាចយើងគូសម៉ូដអាដៃអាវសម្យ៉ាងនឹងបានណាអញ្ចឹងសម្រាប់អាវរបស់ខ្ញុំគឺខ្ញុំគូសទម្រង់អប្សរាហើយខ្ញុំចាប់ផ្ដើមមកមើលពីប្រភេទស្លឹកកអាវដែលខ្ញុំចង់គូសម្ដងតើស្លឹកកអាវហ្នឹងសម្រងស្រួចរបស់ស្លឹកកអាវហ្នឹងដល់កម្រិតកន្លែងណាអញ្ចឹងណាចាមុននឹងគូសស្លឹកកអាវបានបងប្អូនដាក់ក្តារកសែតទ្រាប់ដូចខ្ញុំអញ្ចឹងសិនដើម្បីងាយស្រួលនៅពេលដែលយើងគូសហើយគឺយើងចម្លងហ្មងអត់ចាំបាច់យើងកាត់ពី3ដងទេយើងចម្លងពីទម្រង់ពុម្ពអាវយើងចេញហ្មងណាចាសម្រាប់ស្លឹកកអាវរបស់ខ្ញុំគឺមានទម្រង់របៀបជាកោងដើម្បីឲ្យយើងដាក់ទៅស្របមួយស្មារបស់យើងណាតែមុននឹងគូសទម្រង់កោងនឹងបានបងប្អូនចុះពីកន្លែងស្មាប្រហែលជា6លេខសិនទៅសម្រាប់អាវរបស់ខ្ញុំហ្នឹងគឺខ្ញុំចុះប្រហែលជា6លេខពីចុងស្មាបងប្អូនចានៅពេលដែលខ្ញុំចុះ6លេខហើយបានខ្ញុំដាក់ឈៀកដំទ្រូងនេះដាក់ធ្វើម៉េចឲ្យមានទម្រង់កោងស្អាតភ្លឹងហ្មងណាពេលដាក់ទម្រង់កោងចឹងហើយបងប្អូនចាប់ផ្ដើមគូសធ្វើម៉េចឲ្យត្រង់ជាមួយយើងចុះពីទម្រង់ស្មា6លេខហ្នឹងណាគូសឲ្យវែងឲ្យផុតសិនណាបងប្អូនអត់អីទេគូសវែងប្រសើរជាងខ្លីចានៅពេលដែលបងប្អូនគូសទម្រង់អញ្ចឹងហើយគឺខ្ញុំចាប់ផ្ដើមចេញពីក្លៀកអាវរបស់ខ្ញុំចេញទៅផ្នែកខាងមុខទៀតគឺចំនួន9លេខសម្រាប់អាវប៉ុនខ្ញុំដំទ្រូង8ជាងហ្នឹងគឺខ្ញុំចេញ9លេខណាចានៅពេលដែលចេញ9លេខហើយគឺបងប្អូនរកបន្ទាត់ដាក់ធ្វើម៉េចឲ្យកែងគ្នាណាឲ្យកែងជាមួយអាខ្សែស្មាដែលយើងគូសហ្នឹងបើសិនជាបងប្អូនដាក់អត់កែងទេអាចតឹងស្មាហើយធ្វើឲ្យយើងលើកដៃអត់រួចទេពាក់ទៅតឹងហ្មងខ្ញុំដាក់ឲ្យកែងទៅបានធូរមួយដៃអាវ